សុំគោរពអនុញ្ញាតបងប្អូនបាទខ្ញុំបាទក្លិនការដួលថ្ងៃនេះមានដំណឹងបន្ទាន់បាទគឺខាងថៃបានបិទទ្វារហើយនៅវេលាម៉ោង4:16នាទី12នាទីបាទ12នាទីអញ្ចឹងសូមបងប្អូនដែលចេញមកដួចណាបាទចេញមកអត់រួចនៅផ្សារថៃហ្នឹងព្រោះកន្លែងសម្រាប់សិនទៅបាទកុំភ័យណាបងប្អូនណានៅដីថៃហ្នឹងមានសន្តានទូតខ្មែរអញ្ចឹងចាំមើលម៉ោង8ព្រឹកហ្នឹងយើងអាចនឹងចេញចូលបានធម្មតាវិញតែអាចនឹងដូរពេលវេលាម៉ោងធ្វើការរបស់ថៃបាទហ្នឹងហើយអាហ្នឹងព័ត៌មានបាត់ធំបាទអានេះចេញពីច្រកទ្វារអន្តរជាតិតតែម្ដងសូមបងប្អូនជួយ share ម្នាក់មួយទុកជាដំណឹងបងប្អូនណាមិនបាច់តន់ភ័យតន់ណាតន់បាច់តន់បារម្ភណាបងប្អូនណាបាទទៅសម្រាប់សិនចាំស្អែកម៉ោង8ណាបាទបើមានរឿងអីដែលសំខាន់បងប្អូនអាចដុតទៅរកស្ថានទូតខ្មែរប្រចាំនៅរ៉ាញ់បានផ្សារទី2បងប្អូនណាផ្សារទី2បាទសូមបញ្ញត្តិតាក់ទងទៅគាត់បើស្អែកនឹងម៉ោង8អត់បើកឬក៏មានបញ្ហាណាមួយសូមទៅតាក់ទងនៅស្ថានទូតខ្មែរប្រចាំនៅរ៉ាញ់បាទហើយបងប្អូនកុំភ្លេចតាមដានព័ត៌មានខ្ញុំបាទក្លិនការដួលបាទគ្រប់ពេលនេះខ្ញុំបាទសូមជម្រាបលា